ខ្ញុំមានសួរបងប្អូនដំបូងគិតថាអនាគតទៅនឹងមានផ្ទះមួយតូចនៅជនបទដើម្បីរស់នៅលក្ខណៈសុចសុខណាបាទក៏ប៉ុន្តែការតស៊ូប្រឹងប្រែងរបស់យើងឬមួយក៏ការងារផ្សេងៗរបស់យើងឬមួយក៏ការងាររកស៊ីរបស់យើងវាបានធ្វើឲ្យយើងជំពាក់វគ្គវិនជាមួយនឹងបំណុលបាទឥឡូវថ្ងៃនេះខ្ញុំបានណែនាំខ្លួនអំពីជីវប្រវត្តិរបស់ខ្ញុំសង្ខេបសិនណាបាទតោះយើងស្រាវតបនេះបងប្អូនណាឆ្នាំ2003ខែ12ខ្ញុំចប់មហាវិទ្យាល័យព័ត៌មានវិទ្យាហើយ2004ខ្ញុំក៏បានចូលធ្វើការនៅក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់កុងត្រាយជាមួយនឹង World Bank មានអត្ថន័យថាខ្ញុំប្រឡងជាប់ World Bank បាទធនាគារពួកលោកមានឋានៈជាមន្ត្រីក្រសួងដែនដីដើម្បីបង្រៀនព័ត៌មានវិទ្យាមន្ត្រីថ្នាក់ខេត្តនេះគឺជាកាតសួរដីហើយនេះគឺជាម៉ាស៊ីនបោះពុម្ពប្លង់រឹងផែនទីហើយនឹងនេះគឺជាក្បាលម៉ាស៊ីនដែលគ្រប់គ្រងផែនទីហើយនឹងប្លង់រឹងបាទណាហើយនេះគឺជាសញ្ញាបត្រដែលខ្ញុំរៀននៅប្រទេសគេបាទណាហើយបន្តមកទៀតនៅពេលដែលខ្ញុំចេញធ្វើការងារឯកជនណាបាទឆ្នាំ2008ខ្ញុំបានជប់ធ្វើការនៅស្ថាប័ននេះហើយខ្ញុំក៏ប្រឡូកនៅក្នុងឯកជនបាទណាអានេះនៅបាត់ដំបងពិធីសម្ពោធក្រុមហ៊ុនឯកជនរបស់ខ្ញុំហើយអានេះនៅកោះពេជ្រការនឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មជាង20ប្រទេសបាទហើយនេះការបរៀននៅ M Star អាគារ Tower ជាន់ទី22បាទហើយនេះនៅ Dubai បាទហើយនេះការបរៀនលក់អាហារប៉ុនហើយនេះគឺធីមលក់អាហារប៉ុនបាទហើយនេះនៅបាត់ដំបងបាទនេះសិតតែជើងខ្លាំងបាទជើងខ្លាំងណាបាទហើយនេះការសម្ពោធក្រុមហ៊ុនមកពីប្រទេសចិនមួយបាទណាដែលមានភ្ញៀវមក250នាក់ឆ្នាំ2015សម្ពោធណាបាទហើយនេះយើងឲ្យខ្សែកទៅបុគ្គលឆ្នើមបាទណាហើយនេះវាការខ្ញុំរៀបចំដើម្បីទទួលភ្ញៀវចិនជាង250នាក់ដូច្នេះហើយក៏អញ្ជើញកងកម្លាំងនៅក្នុងខណ្ឌដើម្បីជួយរៀបចំណាហើយគឺវគ្គបរិញ្ញាទាំងលោកតាផងដែរហើយនេះគឺជាការជួបជុំក្រុមការងារដើម្បីលក់ផលិតផលបាទណានេះគឺជាក្រុមការងារលក់ផលិតផលក្រុមការងារនៅសិង្ហបុរីលក់ផលិតផលហើយនេះគុណសិស្សបាទហើយនេះទទួលភ្ញៀវចិនមកពីប្រទេសចិនចំនួន250នាក់ហើយនេះកុងត្រាក្រុមហ៊ុនថៃមកស្រុកខ្មែរបាទណាហើយក៏មានបទពិសោធន៍ជួសជុលម៉ាស៊ីន ATM បាទណាបំពាក់កាមេរ៉ា security នៅក្នុងហ្នឹងហើយនេះ Las Vegas Casino គឺអានេះហៅថា CCTV room ហើយបាទគឺជាប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពនៅក្នុងកាស៊ីណូទាំងមូលហើយបន្ទាប់ហ្នឹងគឺមិនងាយឲ្យអ្នកណាគេចូលទេណាបាទហើយនេះយើងធ្វើពិធីជប់លៀងជាមួយនឹងក្រុមការងារដែលយើងទទួលចិនមកពីប្រទេសចិនបានល្អហើយនេះនៅកោះពេជ្រដែលសម្ពោធតាំងពីពណ៌កាត់ខ្សែបូហើយនៅប្រទេសឥណ្ឌូនេស៊ីបាទនៅប្រទេសឥណ្ឌូនេស៊ីនៅពេលដែលខ្ញុំទៅដើរលេងគេឲ្យអង្គរៈ1 2 3 4បាទតាមការពីណាបាទនេះហើយគឺកាត់ខ្សែបូនៅនឹងបាទនៅកោះពេជ្រឆ្នាំ2015ណាបាទហើយនេះថៃហើយនេះនៅឌីបៃបាទនេះនៅប្រទេសឌីបៃបាទឌីបៃហ្នឹងគឺលាអាងហើយលាអាងដែលអ្នកដែលជឿខាងសាសនាបាទណាគឺលាអាងស្រង់ព្រះបាទហើយនេះខ្ញុំធ្លាប់ដោះស្រាយវិវាទទំនាស់ដីធ្លីបាទហើយនេះគឺជាឡានរបស់ខ្ញុំបាទមាន4គ្រឿងមានពណ៌ប្រាក់មួយពណ៌ក្រហមមួយទៀតណាបាទលក់ហើយហើយនេះគឺប្រទេសចិនកងជូបាទតុកអ្នកធំមួយនៅនោះបាទហើយខ្ញុំធ្លាប់ធ្វើជាអ្នកនិពន្ធនាយកហើយក៏ធ្លាប់ជាពិធីករនៅក្នុងរឿងនិទានស្នេហាមុនចូលគេងដោះស្រាយវិវាទស្នេហាបាទហើយនេះនៅប្រទេសឥណ្ឌូនេស៊ីហើយនេះគឺជាហៅថាបងប្អូនបាទណាអ្នកដែលគាត់ជួយមើលការពារខ្ញុំនៅពេលដែលខ្ញុំនាំចិន250នាក់បាទហើយនេះធីមការងារហើយនេះក៏ធីមការងារបាទតោះមើលទៅទៀតនេះគឺជាការដេញថ្លៃបាទដេញថ្លៃប្រព័ន្ធសុវត្ថិភាពនៅក្រសួងបាទនេះនៅក្រសួងបាទណាហើយនេះគឺជាការចែកអំណោយមកកងពលបាទចែកអំណោយមកកងពលបាទដល់ប្រជាជនបាទមួយកងពលនៅឯខេត្តកំពង់ស្ពឺហើយនេះគឺចែកជូនម៉ូតូដល់សន្តិសុខនៅបរិយាពេញហួតបាទហើយនេះគឺជាការវគ្គបង្រៀនបង្ហាត់បង្ហាញហើយនេះឆ្នាំ2017ខ្ញុំចាំច្បាស់ហើយនឹងបាទឆ្នាំ2017ខ្ញុំអាយុ27ឆ្នាំបាទគឺបានរួមជាមួយនឹងបងបាទដើម្បីធ្វើអាគារមួយជូននៅខេត្តដូចជាភ័យវែងកាលហ្នឹងណាហើយនេះកាល2010ប្រហែលនេះភ្លេចបាត់ហើយណាគឺពេលហ្នឹងមានក្រុមហ៊ុនមួយដែលគេសប្បាយចិត្តជាមួយនឹងបុគ្គលិកក៏ទិញម៉ូតូ32គ្រឿងចែកបុគ្គលិកម្នាក់មួយគ្រឿងតាមរយៈខ្ញុំបាទណាហើយនេះគឺប្រជុំសហភាពអឺរ៉ុបដើម្បីជួយ
ជួយប្រព័ន្ធអប់រំនៅកម្ពុជាណាបាទហើយនេះគឺជាក្រុមរបាំរបស់បងខ្ញុំខ្មែរបាទណាហើយក៏ដើរទៅក៏បានទៅជាមួយលោកណាក្នុងពិធីកិច្ចការងារធំផ្សេងហើយក៏បានថតជាមួយនឹងអ្នកធំក៏បានថតជាមួយនឹងអ្នកធំក៏បានថតនេះបងអីថេនខ្ញុំខ្មែរក៏បានថតចឹងរូបភាពទាំងអស់នេះគ្រាន់តែជាអនុស្សាវរីយ៍តែប៉ុណ្ណោះខ្ញុំក៏មិនដែលបានបង្ហោះលើ Facebook ដែរគ្រាន់តែខ្ញុំបង្ហាញនៅក្នុង slide នៅពេលដែលខ្ញុំនិយាយអំពីជីវប្រវត្តិរបស់ខ្ញុំតែប៉ុណ្ណោះណានេះគឺការធ្វើសួនឧស្សាហកម្មមួយដ៏ធំចំនួនដីជិត 1000 ហត្ថបាទកសិកម្មចំជ្រូកចំមាន់ចំគោចំទាបាទវិស័យអប់រំអីផ្សេងហៅហែនៅក្នុងដី 1000 ហត្ថបាទតែពេលហ្នឹងគឺយើងធ្វើការរៀបចំហើយមានពិធីផ្សេងក៏ប៉ុន្តែហៅថាទិនាគារអន្តរជាតិមិនអនុញ្ញាតឲ្យអនុទានដូច្នេះយើងក៏បិទគម្រោងនេះចោលទៅណាហើយនេះគឺទៅប្រជុំនៅពោធិ៍សាត់នៅក្នុងការប្រជុំនេះមានចាប់ពីចៅបាយសុកឡើងទៅលើរហូតដល់ស្នងការទៅអាចអង្គុយនៅកន្លែងនឹងបានបាទហើយនេះបងហើយគាត់នេះគឺជាប្រធាននាយកដ្ឋានបាទប្រធាននាយកដ្ឋាននេះបងនីវ៉ាន់ហើយនេះគឺទៅការប្អូនបងកំហៀងបាទហើយនេះសកូជោគជ័យនេះបាទនេះលោកគ្រូជោគជ័យបាទនេះបាទនេះបាទហើយខ្ញុំទៅហាណូយទៅប្រទេសវៀតណាមហើយនៅប្រទេសទៅគឺគេយក Lamborghini មកទទួលបាទអូខេហើយខ្ញុំចាំបានទៀតថាការងាររស់ស៊ីទាំងអស់ហ្នឹងមិនមែនស្រួលទេរស់ស៊ីធំពេកក៏បាក់ដែរជាក់ស្ដែងដូចជាពាក់មួយនៅវៀតណាមនេះឃើញនៅពេលដែលគាត់រស់ស៊ីធំខ្លាំងណាតែ3ថ្ងៃទេបាទណាមានបញ្ហាអញ្ចឹងដូច្នេះខ្ញុំលែងចង់រស់ស៊ី real estate ហើយបងប្អូនអើយបាទណាខ្ញុំអត់ចង់រស់ស៊ី real estate ទេពីព្រោះនៅពេលដែលរស់ស៊ីក៏ធំគីឡូធ្ងន់ចុងក្រោយចែណាបាទណាអូខេចុងក្រោយចែណាហើយបន្តមកទៀតហ្នឹងខ្ញុំក៏លាពីសង្គមណាលាពីសង្គមដីឡូទីដីធ្លីផ្ទះសម្បែងកសិកម្មអីផ្សេងមកក៏ធ្វើជាអ្នកសារព័ត៌មានណែអូខេនេះណាអ្នកសារព័ត៌មានអូខេហើយក៏គេសុំឲ្យខ្ញុំជួយធ្វើជាអ្នកនាំពលករទៅក្រៅប្រទេសណាបាទតែអ្នកសារព័ត៌មានរបស់ខ្ញុំមានបទពិសោធន៍រៀបចំប្រព័ន្ធកាមេរ៉ាសមត្ថភាពជូនធនាគារជាតិអន្តរជាតិបាទណានៅរហូតដល់រៀបចំប្រព័ន្ធសុវត្ថិភាពកាមេរ៉ាជូនក្រសួងមហាផ្ទៃផងដែរណាក៏តែខ្ញុំបានបោះជំនាញនេះចោលខ្ញុំក៏ទៅធ្វើជាអ្នកសារព័ត៌មានវិញមូលហេតុដោយសារតែទី1នេះណាការដើរហើរច្រើនលក្ខណៈបែបនេះអូខេការដើរហើរច្រើនណាការដើរហើរច្រើនបាទចុងក្រោយអញ្ចេះដល់ទៅពេលយើងឃើញចុងក្រោយអញ្ចេះខ្ញុំលែងចង់ធ្វើបដ ாய் ណាទៅខ្ញុំធ្វើជាអ្នកសារព័ត៌មានទៅហើយខ្ញុំសម័យថាការពីអតីតកាលបងបកកើតខ្ញុំណាបាទគាត់ហ្នឹងមកតាំងលឿនហ្នឹងគាត់ទៅរៀននៅប្រទេសបារាំងបាទហើយក៏ធ្វើជាអនុប្រធានអង្គការកុមារកំព្រាមួយដែលចែកអំណោយទូទាំងប្រទេសកម្ពុជានេះគឺជាការបើកលុយជូនកុមារកំព្រាទូទាំងប្រទេសកម្ពុជាតាំងពីឆ្នាំ1987រហូតដល់1997ណារយៈពេល10ឆ្នាំដែលបងបកកើតខ្ញុំធ្វើការបម្រើអង្គការដើម្បីចែកអំណោយកុមារកំព្រាទូទាំងប្រទេសចុងក្រោយគាត់ស្លាប់ដោយសាររលាកស្រោមខួរក្បាលណាបាទអូខេអញ្ចឹងធ្វើឲ្យខ្ញុំហើយគិតទៅជីវិតតាំងពីលឿនដល់ក្រោមលែងចង់ដើរក៏មានអារម្មណ៍ថាចង់ណារស់នៅលក្ខណៈមួយស្ងប់ស្ងាត់នៅផ្ទះលក្ខណៈសាមញ្ញមួយទេអញ្ចឹងណាបាទណាអូខេបងប្អូនបាទទៅពេលរហូតទៅក៏មានគេប្រាប់ថាបើឯងចេះអា AI កុំព្យូទ័រដែរបើឯងមិនរួមស្រាវជ្រាវប្រព័ន្ធ AI ដើម្បីរកស៊ីអញ្ចឹងណាអញ្ចឹងខ្ញុំក៏ស្រាវជ្រាវប្រព័ន្ធ AI នេះណាបាទហើយនៅខែ12ឆ្នាំ2023ខ្ញុំក៏បានធ្វើ testing AI ប្រើលុយ250 150 ណារហូតដល់ខ្ញុំបើកក្លឹបបាទនេះគឺជា slide ទី1ដែលខ្ញុំនិយាយអំពីជីវប្រវត្តិខ្ញុំសិនណា slide ទី2ខ្ញុំនឹងជម្រាបអំពីណាការធ្វើ test AI ណាបាទពីណាទៅណាជូនបងប្អូនស្ដាប់បន្តទៀតបាទអរគុណជម្រាបលានេះគឺជាវីដេអូទី2ណាបន្តពីជីវប្រវត្តិណាវីដេអូទី2គឺនិយាយអំពីដំណើរការនៃការធ្វើការដំណើរការនៃការសិក្សាដំណើរការនៃការ testing ដំណើរការនៃការអនុវត្តដំណើរការនៃការធ្វើ AI Casio ហើយមានលទ្ធផលណាបាទរូបភាពទី1នេះបញ្ជាក់ថានៅស្រុកគេបាទគេរកស៊ីណាបាទគេរកស៊ីគឺលំនាំនៃ AI Casio គេរកស៊ីដូច AI Casio មានអត្ថន័យថា AI Casio របស់ខ្ញុំហ្នឹងគឺខ្ញុំយកលំនាំនៃការងាររកស៊ីរបស់គេអញ្ចឹងណាមកធ្វើនៅប្រទេសខ្មែរយើងណាបាទគេអង្គុយជុំគ្នាអញ្ចឹងគេអង្គុយក្នុងអាគារខ្ពស់គេធ្វើអញ្ចឹងបាទហើយតទៅទៀតនេះណា
នេះគេធ្វើចឹងណានេះបាទហើយនេះគឺជារូបភាពដែលយើងឃើញនៅក្នុងធនាគារនៅប្រទេសខ្មែរយើងណាយើងឃើញបាទហើយនេះគឺជារូបភាពដែលយើងឃើញនៅធនាគារបាទនៅធនាគារដែលគេដាក់ថានេះគេបាទណាបាទហើយនេះគឺជារូបភាពនៃប្រទេសខ្មែរយើងណាវាគឺជាដុល្លារខ្មែរបាទនេះគឺដកចេញពីធនាគារឃើញទេបាទនេះគេទៅសេ NA ហ្នឹងមានអត្ថន័យថាគេខ្ជិលបញ្យលយើងបាទគេខ្ជិលបញ្យលយើងព្រោះយើងនៅប្រទេសខ្មែរហ្នឹងគេទៅសេអក្សរថាដុល្លារខ្មែរចប់ណាអញ្ចឹងក្រៅពីហ្នឹងគេខ្ជិលបញ្យលយើងបាទពីព្រោះបញ្យលក៏អត់យល់ដែរបញ្យល1ខែបញ្យល5ខែបញ្យល1ឆ្នាំក៏អត់យល់ដែរណាបាទពីព្រោះមុខវិជ្ជានេះគេរៀន10 20ឆ្នាំអីអស់បាទណាដូច្នេះហើយខ្ញុំក៏គិតឃើញថាណាធ្វើរបរកសិកម្មធ្វើរបរធ្វើរបរខុនដូអញ្ចឹងណាបាទប្រើដើមធំខ្លាំងណាហើយអត់ប្រកបថាចំណេញទេឃើញទេបាទអញ្ចឹងខ្ញុំក៏ងាកមកសិក្សាអំពីវិស័យធនាគារណាធនាគារគេបើកឡើងបែបនេះណាបន្តមកទៀតក៏គេឲ្យយើងខ្ចីលុយឬមួយក៏គេយកលុយយើងដែលយើងដាក់ចូលទៅណាគេទៅបង្កើតរបរជាកសិកម្មណាបាទគេទៅ investment វិនិយោគទុនណាគេទៅបង្កើតការងារផ្សេងហើយគេធ្វើឆាត់នេះតំណាងគឺធានារ៉ាប់រងណាឃើញទេបាទហើយក៏ឲ្យគេខ្ចីណាបាទអូខេបាទហើយវិស័យផ្សេងនៅក្នុងហូហែមកអញ្ចឹងមានថាធនាគារណាបាទគឺគេអត់ដែលទុកលុយយើងនៅក្នុងធនាគារចោលប្រយោជន៍ទេបាទធនាគារគេតែបង្វិលសាច់ប្រាក់យើងដើម្បីធ្វើមុខរបរជាច្រើនផ្សេងដែលយើងអត់ដឹងណាបាទដូចជាតកសាងខុនដូឲ្យគេជួលយើងទៅឃើញទេបាទណាហើយធនាគារធំក៏បានផ្ដល់កម្ចីទៅឲ្យអ្នកចិញ្ចឹមជ្រូកចិញ្ចឹមមាន់ចិញ្ចឹមទាចិញ្ចឹមគោចិញ្ចឹមក្របីអីហូហែមកអញ្ចឹងណាអញ្ចឹងពាក្យអង់គ្លេសមួយដែលគេទៅថា bank use our money to do more as small business as they can do បាទធនាគារនឹងប្រើប្រាស់សាច់ប្រាក់របស់យើងឲ្យអស់លទ្ធភាពតាមអ្វីដែលអាចធ្វើទៅបានដើម្បីបង្កើតនៅ business បង្កើតនៅមុខរបរដើម្បីឲ្យធនាគារនឹងកើនលុយណាកើនលុយដើម្បីឲ្យយើងខ្ចីរកស៊ីអូខេណាបាទអូខេអញ្ចឹងនៅពេលដែលនេះគឺនៅពេលដែលអ្នករកស៊ីពិតប្រាកដណាបាទអ្នករកស៊ីពិតប្រាកដនេះរបរកសិកម្មឃើញទេបច្ចុប្បន្នកាលហ្នឹងសួរខ្លួនឯងដឹងហើយព្រោះខ្ញុំឆ្លងកាត់ហើយណាបាទហើយនេះយើងបើកខាងរកស៊ីនៅសៀមរាបដឹងហើយសួរខ្លួនឯងដឹងហើយបាទណាសួរខ្លួនឯងដឹងហើយបាទនេះសួរខ្លួនឯងតែម្ដងបាទហើយនេះបើកហាងនៅពេញមុំសួរខ្លួនឯងដឹងហើយបាទណាសួរខ្លួនឯងដឹងហើយកាន់តែលួកាន់តែស្ងាត់សួរខ្លួនឯងទៅណាបាទដឹងហើយនេះគឺជាមុខរបរអីគេនេះcondo apartment ហ្នឹងសួរខ្លួនឯងដឹងហើយឥឡូវហ្នឹងហេបាទហើយនេះហាងកាហ្វេសួរខ្លួនឯងដឹងហើយបាទណាហើយនេះនៅសុកគេបង្កើតតែ condo មួយគេមានតែមកតអញ្ចឹងគេប្រើប្រាស់ AI Casio រកស៊ីឲ្យគេតែម្ដងណាបាទតោះឥឡូវទៀតណាបាទនេះគឺជារូបភាពនៅប្រទេសអាល្លឺម៉ង់បាទនៅប្រទេសអាល្លឺម៉ង់ណានេះគេធ្វើលំនាំគឺបែប AI Casio នឹងឯងតែដោយសារតែការរៀនសូត្ររបស់គេតាំងពីក្មេងមកណាបាទគេរៀន10 20ឆ្នាំលើវិស័យនេះតែម្ដងអញ្ចឹងគេអង្គុយជុំគ្នានៅកន្លែងនេះមានបាយមានទឹកមានកាហ្វេមានគុយទាវអីនៅហ្នឹងបាទអង្គុយធ្វើការងាកមកញ៉ាំបាយញ៉ាំគុយទាវបន្តមកទៀតដល់ម៉ោងទៅផ្ទះដេកទៅណាអូខេហើយនេះនៅប្រទេសសិង្ហបុរីយើងធ្លាប់ទៅប្រទេសសិង្ហបុរីយើងឃើញអាគារខ្ពស់គេដាក់ថា Trade Center តែម្ដងណាគេបញ្ជាក់ច្បាស់ហ្មងថាអាគារហ្នឹងណានៅក្នុងធនាគារគេគឺ Trade Center ហ្មងបាទណាគឺរបរដែល AI Casio រៀនពីគេហ្នឹងគឺជារបរដែលប្រទេសគេដើររាប់10 ឆ្នាំរួចទៅហើយជាង100 ឆ្នាំរួចទៅហើយណាបាទហើយនេះរូបភាពនេះខ្ញុំដកស្រង់ចេញពីគេហទំព័រមួយណាបាទចង់បានខ្ញុំឲ្យអូខេបាទអញ្ចឹងនៅពេលដែលខ្ញុំឆ្លងកាត់ទាំងនឹងមកខ្ញុំក៏បានរៀបចំចេញជាមេរៀនមួយនេះមេរៀនណាបាទនៅពេលដែលខ្ញុំឆ្លងកាត់ប្រវត្តិជាច្រើនខ្ញុំក៏បានរៀបចំចេញជាមេរៀនមួយគឺបែបនេះណាទី1រៀបចំហិរញ្ញវត្ថុដំឡើង tool software បច្ចេកទេសហើយនឹងព័ត៌មានណាបាទនៅពេលដែលខ្ញុំរៀបចំទាំងមកខ្ញុំក៏មានបរិញ្ញា cryptocurrency ផងដែរទៅខ្ញុំទិញ machine mining នេះចំនួន$70000 mining នៅផ្ទះកាលឆ្នាំ2020តែការ mining អាចចំណេញណាតែយើងទប់ទល់ថ្លៃបង់ភ្លើរួចទេដោយសារតែប្រទេសយើងក្តៅបាទដូច្នេះអា machine mining នេះវាត្រូវការតំបន់ដែលត្រជាក់ខ្លាំងណាហើយភ្លើងគេថោកទៅចំណេញណាបើមិនជាយើងយកមក mine ស្រុកខ្មែរចំណេញទេពីព្រោះឧបករណ៍វាថ្លៃប៉ុណ្ណឹងចូលជាង30000 mine មួយខែបានទៅ$800ហ្នឹងអញ្ចឹងណាបាទអូខេអញ្ចឹងខ្ញុំក៏អត់ធ្វើវាតទៅខ្ញុំក៏ស្រាវជ្រាវ AI Casio ពេញទំហឹងណាថាតើ AI Casio ហ្នឹងដែលវាធ្វើការឲ្យយើងលក្ខណៈបែបហ្នឹងគេធ្វើមិនណាខ្ញុំក៏ប្រើប្រាស់ស្រាវជ្រាវណានេះណានៅពេលដែលស្រាវជ្រាវហ្នឹងខ្ញុំក៏បានធ្វើការស្រាវជ្រាវណាស្រាវជ្រាវលុយ250ណាបាទ750អូខេហើយក៏1500ណានេះណាខ្ញុំស្រាវជ្រាវប៉ុណ្ណឹងអូខេតែប៉ុណ្ណឹងទុកទូឲ្យជាប់ទេដោយសារតែដើមទុនតូចពេកអូខេអញ្ចឹងដើមទុនដែលល្អបំផុតគឺគួរតែប៉ុន្មាន
បាទគួរតែ10000ទៅ20000 បានអាចទៅរួចណាបាទណា10000ទៅ20000បានអាចទៅរួចណាបានអាចទៅរួចណាបើសិនជាដើមទុនតូចពេកទៅរួចទេបងប្អូនណាអូខេបងប្អូនបាទអូខេបាទតោះអញ្ចឹងនៅពេលដែលខ្ញុំធ្វើទៅក៏ចាប់ដើមមានលទ្ធផលខ្ញុំក៏សម្រេចចិត្តបើកជា AI Casio Club មកល្មមខ្លួនឯង2 3នាក់ធ្វើណាបងប្អូនហើយនេះslide នេះគឺជាលទ្ធផលដែលខ្ញុំងាកមកមើលព័ត៌មានរបស់ខ្ញុំនៅក្នុងក្រុមហ៊ុនមួយបាទឃើញថាតាំងពីឆ្នាំ2018រហូតដល់ឆ្នាំ2023ណាព័ត៌មានខ្ញុំគេអត់លុបចោលទេឃើញទេបាទណានេះគឺជាការដកលុយពីទូចដំបូងហើយនេះគឺជារបាយការណ៍ដកលុយទៀតណាបាទនេះអាការដែលខ្ញុំនិយាយថាឆ្នាំ2023ខែ12ខ្ញុំធ្វើការដកពិសោធន៍ជាមួយនឹង AI ណាបាទនេះហើយក៏ជារបាយការណ៍ដកលុយទៀតនេះគឺជារបាយការណ៍ដកលុយទៀតណាបងប្អូនបាទហើយនេះគឺជា dashboard គឺជាព័ត៌មានយើងនៅពេលដែលយើងបើកមករបស់ AI Casio គឺត្រូវការអត្តញ្ញាណប័ណ្ណ Gmail លេខទូរស័ព្ទហើយនឹងកុងធនាគារភ្នំពេញពាណិជ្ជហើយនេះគឺ bank code ណាដើម្បីយើងធ្វើការដកលុយខ្លួនឯងទៅធនាគារខ្លួនឯងណាបាទដកទាំងដើមដកទាំងលុយចំណេញណាគឺយើងគឺជាម្ចាស់នៃកុងធនាគារយើងបាទហើយនេះគឺជាព័ត៌មានពេញលេញនៅពេលដែលយើងបំពេញបើកមករបស់ AI Casio គឺយើងត្រូវមានព័ត៌មានពេញលេញបែបហ្នឹងឈ្មោះលេខធនាគារលេខកុងធនាគារហើយនឹង bank code ណាបាទដើម្បីបញ្ជាក់ច្បាស់ថាលុយហ្នឹងគឺគេលុយយើងអត់បានទេណាតោះឥឡូវយើងទៅមើល slide ដកលុយទៀតណាបាទនេះគឺជា slide ដែលហៅថាកូនសិស្សខ្ញុំមួយចំនួនគាត់ធ្វើខ្លួនឯងគាត់ដកលុយខ្លួនឯងណាបាទនេះដកលុយទី1ដកលុយទី2ហើយនេះគេដកលុយណាបាទហើយនេះកណន័យពួកគាត់ទិញនេះគឺជាកណន័យធំរបស់គេមួយដែលគេបើក$10,000នេះ100000ណា100000នេះខ្ញុំប្រញាប់ធំទៀតនេះ100000នេះបាទនេះណានេះចំនួន100000ណាបាទ100000បាទនេះ100000បាទហើយកណន័យរបស់គេផ្សេងណានេះបាទគេបើក20000ណាចំនួន7កណន័យបាទចំនួន7កណន័យ$20000បងប្អូនឃើញទេបាទណាដូច្នេះហើយនៅពេលដែលចង់បើកAI Casio Business គឺទី1យើងអាចប្រើប្រាស់លក្ខណៈ3ជំហានណាជំហានទី1យើងអាចយក 5% នៅក្នុងមួយខែទៅបានហើយបាទហើយជំហានទី2យើងអាចណាយកពី5ចន្លោះ5ទៅ 20% ក្នុងមួយខែមានន័យថា AI Casio អាចធ្វើឲ្យយើងបានណាបាទមួយខែ 5% ណាបាទឬមួយក៏យើងចង់បានមួយខែ5ទៅ 20% AI Casio ក៏អាចធ្វើឲ្យបានដែរណាបាទហើយអា 5% ទៅ 50% ទៅ 100% ក្នុងមួយខែណាអានេះគឺលុះត្រាតែយើងសល់លុយណាយើងសល់លុយហូរហៀទៅយើងសល់លុយយកលុយហូរហៀហ្នឹងមកធ្វើជំហានទី3ពីព្រោះជំហានទី3ហ្នឹងវាបន្ថយខ្លាំងណាវាបន្ថយខ្លាំងណាក៏តែបើសិនតែយើងហ៊ានបន្ថយខ្លាំងនៅក្នុងរយៈពេល1ឆ្នាំវាមានហៅថា10ខែដែលយើងអាចបន្ថយនៅក្នុងកម្រិតបានបាទព្រោះតាបន្ថយមិនស្រួលដាច់ដើមហើយណាអាហ្នឹងគេហៅថា share account អូខេបាទតែអ្នកដែលគាត់ធ្វើជំហានទី1បានលុយទី2បានលុយហើយនៅពេលដែលគាត់សល់លុយច្រើនក៏គាត់យកមកធ្វើជំហានទី3គឺដើម្បីចំណេញ50ទៅ 100% នៅក្នុងមួយខែតែយើងអាចធ្វើនៅក្នុងកម្រិត 50% នៅក្នុងមួយខែបានហើយអញ្ចឹងណាបាទអូខេអញ្ចឹងដើម្បីបើកការងារដំណើរការដូចខ្ញុំបញ្ជាក់ដំបូងអញ្ចឹងណាបាទត្រូវតែមានឈ្មោះអត្តញ្ញាណប័ណ្ណ Gmail លេខទូរស័ព្ទបងប្អូននឹងបាន dashboard មួយណាបាន dashboard មួយអាចដកលុយចំណេញណានឹងដើមទៅកាន់ធនាគារខ្លួនឯងដោយខ្លួនឯងណាបាទមុខរបស់ AI Casio មានតែប៉ុណ្្នឹងបងប្អូនណាអត់មានលើសនោះទេបាទចង់ដឹងច្បាស់ចង់បើកមករបស់ AI Casio អាចទំនាក់ទំនងមកខ្ញុំតាមរយៈលេខទូរស័ព្ទដែលខ្ញុំដាក់ខាងលើនឹងអរគុណជំរាបលា